ជំរាបសួរសួស្តីបងប្អូនទីជិតទីឆ្ងាយទាំងអស់គ្នាផងដែរបាទថ្ងៃនេះខ្ញុំមានមុខម្ហូបមួយបញ្ចេញជូនបងប្អូនឲ្យបានស្គាល់គឺមុខម្ហូបអាំងសាច់គម្របឆ្នាំងផងដែរបងប្អូនមិនដែលធ្លាប់ជួបមែនអត់មិនដែលធ្លាប់ឃើញមែនអត់ធ្លាប់តែឃើញគេអាំងនៅតាមវាលស្រែអាំងត្រីអាំងសាច់អាំងអ្វីគ្រប់យ៉ាងតែមិនដែលឃើញគេអាំងសាច់នៅលើគម្របឆ្នាំងទេបងប្អូនធ្លាប់តែឃើញវីដេអូគេអាំងនៅលើភ្នំគេអាំងគម្របឆ្នាំងក្រាស់តែខ្ញុំអត់ទេបងប្អូនខ្ញុំអាំងគម្របឆ្នាំងដែលស្ដើងវាឆាប់ឆ្អិនហើយឆាប់នឹងបានហូបផងដែរបាទដូចតែបងប្អូនបានឃើញអញ្ចឹងដែរបាទមុខម្ហូបរបស់យើងគឺចាប់ផ្ដើមដាក់អាំងចូលឆ្នាំងខ្ទះឆ្នាំងខ្ទះបងប្អូនគម្របឆ្នាំងមើលមួយផ្លេតតិចច្រឡំតិចឆ្នាំងខ្ទះអីចឹងណាបងប្អូននិយាយតែខុសមិនទេបងប្អូន sorry ដែលបាននិយាយច្រឡំ sorry ណាបាទសុំទោសដែលបាននិយាយខុសពាក្យសម្ដីខ្ញុំនិយាយទៅវាបន្លំបកើបងប្អូនយើងបញ្ចូលសម្លេងអញ្ចឹងវាពិបាកបាទចាប់ទុកយូរដែរយើងនិយាយផងអីផងគិតផងអញ្ចឹងនិយាយអត់កើតទេបងប្អូនបន្លែស្រស់ខៀវស្រងាត់តែម្ដងបាទបន្លែធម្មជាតិខ្មែរយើងបាទដកក្រោយផ្ទះមកភ្លាមទិញគេអស់បើ3-4ពាន់ដែរបងប្អូនមិនមែនដល់ខ្លួនឯងណាទិញគេទេបាទបន្លែស្រស់ខ្មែរយើងអញ្ចឹងព្រោះឥឡូវបន្លែជនជាតិគេឈប់យកចូលហើយបងប្អូនអញ្ចឹងយើងយកបន្លែធម្មជាតិស្រុកខ្មែរយើងណាខ្មែរយើងដាំដែរតើមានដែរតើអញ្ចឹងមិនអន់ណាបងប្អូនជាកុំភ្លេចគ្រប់ត្រូលទាំងអស់គ្នាណាបងប្អូនហើយមើលទៅមាត់ខ្ញុំទៅបាទដាក់តិចទៅអូយពីជាតិទៅឲ្យមានដៃមួយតែម្ដងមកឲ្យតែបានអញ្ចឹងនិយាយញឹមមកគេបាននិយាយលេងទេបងប្អូនហើយជាមើលរកក្មេងតូចស្រីរបស់យើងនឹងមាត់ដោះកគ្មានសម្រាប់ទេបងប្អូនអើយញ៉ាំងល់ហើយបាទហើយវីដេអូនេះផងដែរអត់មានអីច្រើនទេបងប្អូនមានតែចាប់ដាក់អីហ្នឹងឯងបាទបងប្អូនចង់ឆ្ងាញ់ឈាអញ្ចឹងទិញតាហ្គាសមួយហើយនឹងកម្របឆ្នាំងស្ដើងមួយហើយទឹកត្រីកោះកុងហើយទិញសាច់កុំឲ្យយកសាច់សិតបងប្អូនអាំងអត់ឆ្ងាញ់ទេទិញសាច់3ជាន់នេះហ្នឹងលេខ្លាញ់មកយើងយកមកអាំងមកវាឈ្ងុយខ្លាញ់អញ្ចឹងវាឆ្ងាញ់ទេបងប្អូនរៀនតាមខ្ញុំពិតជាឆ្ងាញ់ខ្ញុំប្រសើរហ្មងបាទមេដៃមាសមួយមកបងប្អូនខ្ញុំហូបបាយអស់មួយឆ្នាំងធំបងប្អូនថ្ងៃហ្នឹងដាំបាយឡើងមកកំប៉ុងពេញអស់លីងរងហើយហូបអត់ដែរអស់ទេបាទព្រោះនេះដាក់2នាក់ខ្ទេចម៉ត់តែម្ដងបាទចងាញ់ចុយតែមាញ់ហើយបងប្អូនអើយបើខ្ញុំនិយាយទៅលើលុះសម្ដីត្រោះខុសត្រង់ណាបងប្អូនកុំប្រកែកុំប្រកាន់បាទអត់សូវចេះនិយាយទេខ្ញុំបាទនិយាយវីដេអូម្ដងគិតមកយប់ចង់ផ្ទុះខួរក្បាលអស់ហើយបងប្អូនអើយតែយើងត្រឡប់មកមើលការវីដេអូយើងវិញបាទយើងមើលសកម្មភាពកំពុងតែដាក់លើចាននេះមកនេះហូបឡើងអត់ចង់ឲ្យបងប្អូននេះសាច់តែ10000ហើយបកាបកងតែ10000នេះបងប្អូនហើយអាកន្លែងនេះផងដែរទូប្រុសរបស់យើងក៏ឆ្លុះបាទអានឹងមិនសំដែងបងប្អូនឆ្លុះមែនតែនណាចង់ងាប់ហ្នឹងមែនតាខ្ញុំដាក់មកបងប្អូនខ្ញុំក៏ដាក់ប្រទេសច្រើនពេកក្មេងតូចធ្វើបាបដាក់ក្មេងតូចដាក់ប្រទេស5គ្រាប់ហើយមិនដឹងឯណាដាក់វត្តទៅមកឆ្លុះឡើងប្រហានប្រចិនណាបងប្អូនហើយនេះក៏ទូស្រីរបស់យើងដាក់វិញអូចង្ងាន់យ៉ាងនេះបាទហើយវីដេអូនេះផងដែរអត់មានអីច្រើនទេបងប្អូនបើបងប្អូនចង់ធ្វើកុំភ្លេចរៀនធ្វើតាមខ្ញុំទៅបងប្អូនបាទជម្រាបលាអរគុណ